អូខេឥឡូវសួរបងប្អូនយើងបាទថ្ងៃជម្រាបសម្បត្តិបណ្ណាសាជាថ្មីអូខេបងប្អូនយើងបាទអញ្ចឹងវីដេអូមុនបងប្អូនយើងប្រកាសជាចេះហើយរបៀបប្រើប្រាស់បង្កើត MetaMask អូខេឥឡូវវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនរបៀបបង្កើតរបៀបភ្ជាប់បាទសំទោសរបៀបភ្ជាប់ MetaMask ជាមួយនឹង Private Wallet ណាបងប្អូនអូខេកុំឲ្យចំណាយពេលវេលាច្រើនជាដំបូងឡើយបងប្អូនចូលទៅកាន់ Play Store បាទបន្ទាប់ពីបងប្អូនចូលមកកាន់ Play Store ហើយបងប្អូនបាទ search ពាក្យថា Brave អញ្ចឹងដូចខ្ញុំមកបងប្អូននឹងឃើញ Brave ហ្នឹងហើយបន្ទាប់មកទៀតវាគឺជា browser មួយដែលយើងអាចប្រើប្រាស់បានហើយវាក៏មានកាក់តខ្លួនដែរ Brave នេះអូខេហើយនៅក្នុងហ្នឹងគឺយើងអាចភ្ជាប់ជាមួយនឹង wallet បានហ្នឹងហើយដែលយើងប្រើប្រាស់នៅលើ Brave ហ្នឹងហើយនៅក្នុងហ្នឹងគឺយើងអាចទុកកាក់លក់កាក់អីបានដូចគ្នាហ្នឹងហើយអូខេកុំឲ្យចំណាយពេលវេលាច្រើនយើងចុច open ទៅបាទអូខេបន្តមកបងប្អូនចុចនៅខាងលើបាទអញ្ចឹងមុននឹងចូលទៅខ្ញុំសូមប្រាប់បងប្អូនថានៅក្នុងនេះដោយសារតែវា security បងប្អូនវា private អញ្ចឹងនៅពេលដែលខ្ញុំចូលទៅដល់ក្នុងទៅវានឹងមិនអនុញ្ញាតឲ្យខ្ញុំថតវីដេអូបង្ហាញបងប្អូនបានទេប៉ុន្តែបងប្អូនមិនបាច់បារម្ភទេបងប្អូនចាំធ្វើ step ដូចដែលខ្ញុំប្រាប់ទៅបងប្អូននឹងធ្វើបានហើយព្រោះខ្ញុំបានថតរូបនៅក្នុងហ្នឹងចេញមកក្រៅហើយអញ្ចឹងណាអូខេឥឡូវយើងចុចបាទនៅ QQ ហ្នឹងទៅបងប្អូនតោះមកយើងគ្រីសមកបាទតោះមកយើងចុចពីថា continue អូខេឥឡូវនេះយើងបានចូលមកក្នុង browser Brave ហើយពាក់ព័ន្ធទៅនឹង browser Brave នេះអាចនិយាយបានថាវាល្អប្រើដោយខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺវាលក្ខណៈអត់មានពាណិជ្ជកម្មទេបងប្អូនឧទាហរណ៍ថាខ្ញុំចូលទៅ YouTube អញ្ចឹងបាទគឺវាប្លុកពាណិជ្ជកម្មទាំងអស់តែម្ដងមិនថា YouTube នឹងជាប្រភេទអីគេទេបាទឥឡូវយើងដាក់ថាបាទអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនសាកstart មើលទៅបងប្អូនដឹងហើយដោយសារខ្ញុំអត់ start ខ្ញុំខ្លាចជាប់ copyright របស់គេណាអូខេអញ្ចឹងបងប្អូន start មើលទៅបងប្អូននឹងដឹងហើយឃើញថាអត់មានពាណិជ្ជកម្មមករំខានទេណាអូខេឥឡូវយើងកុំឲ្យចំណាយពេលវេលាច្រើនយើងចូលទៅបាទខាងក្រោមនេះបាទត្រេ3ឈៀងខាងស្ដាំនៅខាងក្រោមបងប្អូនចុចមកតមកបងប្អូនចុចកន្លែងនេះគេដាក់ថា wallet ណាបាទចុចកន្លែងហ្នឹងទៅបាទចុចប៉ាំងមកបន្ទាប់មកវារត់មកឃើញទេបងប្អូនរត់ពេលវារត់មកបែបនេះគឺបងប្អូនមើលលេងឃើញហើយដោយសារតែវា security វាគេហៅថា private ណាមានន័យថាវាឯកជនមិនមែនបោះអ្នកណាទេគឺជាបោះយើងផ្ទាល់អញ្ចឹងគេមិនអនុញ្ញាតឲ្យអ្នកផ្សេងឃើញអញ្ចឹងបងប្អូនមិនបារម្ភទេពេលដែលចុចមកវានឹងចេញមកបែបនេះហើយបាទពេលនឹងចុចមកវានឹងចេញមកបែបនេះណាបងប្អូនកន្លែងងឹតបងប្អូនមើលឃើញមិញហ្នឹងវាចេញមកបែបនេះនេះដំណាក់កាលទី1គឺបងប្អូនត្រូវចុចកន្លែងបាទកន្លែងខ្ញុំដាក់សញ្ញាព្រួយមកហ្នឹងគេដាក់ថា already have wallet មានថាយើងមាន wallet រួចហើយអញ្ចឹងយើងចុចហ្នឹងមកបាទយើងចុចហ្នឹងមកអូខេបន្តមកទៀតយើងចូលដល់ទី2បាទទី2គឺយើងគ្រីសណាបងប្អូនគ្រីសទី1បាទសំទោសគ្រីស1គ្រីស2អញ្ចឹងបងប្អូនបាទគ្រីសហើយយើងចុច continue ខាងក្រោមមកគឺវានឹងមកដល់ step មួយទៀតគឺ step ទី3 step ទី3អត់មានធ្វើអីច្រើនទេគ្រាន់បងប្អូនចុចកន្លែងកំពុងក្រហមដែលខ្ញុំដាក់ខាងក្រោមហ្នឹងទៅអូខេហើយណាកន្លែងហ្នឹងមកបាទបន្តមកទៀតយើងចូលដល់ step ទី4 step ទី4គេនឹងសួរពាក់ព័ន្ធទៅនឹងលេខកូដសម្ងាត់12ខ្ទង់ដែលយើងបានបង្កើត Trust Wallet ហ្នឹងឯងអញ្ចឹងបងប្អូនពិតជាបាន save ទុកឬក៏ screenshot ទុកឲ្យត្រូវអត់តែបើសិនជាបងប្អូនអត់បាន save ទុកទេអូខេចូលទៅមួយខ្ញុំទាំងអស់គ្នាយើងចូលទៅកាន់ wallet របស់យើងចូលទៅកាន់ browser របស់យើងមកបាទយើងចូលទៅកាន់នេះបាទ browser Messi browser ហ្នឹងកន្លែងយើងបង្កើត Trust Wallet ហ្នឹងបងប្អូនចុចមកបន្តមកទៀតបងប្អូនចុចកន្លែង function នៅខាងក្រោមហ្នឹងមកបាទបន្តមកទៀតយើងឃើញ MetaMask របស់យើងកន្លែងយើងបង្កើតហ្នឹងហើយអញ្ចឹងយើងចូលមកយកលេខកូដសម្ងាត់12ខ្ទង់ហ្នឹងអូខេកន្លែងនេះយើងដាក់ password ទៅបាទកន្លែងហ្នឹងគឺពេលដែលយើងបង្កើតយើងដឹងថា password របស់យើងដាក់អីអញ្ចឹងអូខេយើងដាក់មកអូខេបន្ទាប់ពីយើងដាក់ password រួចរាល់ហើយយើងចុចពីថា unlock អូខេយើងចូលមកដល់ MetaMask ហើយបន្តមកទៀតបងប្អូនចុចកន្លែងនេះបាទកន្លែងឈៀងខាងលើត្រេ3ហ្នឹងចុចប៉ាំងមកបន្តមកទៀតបងប្អូនមើលបាទមើលគេដាក់ថានេះកន្លែងខ្ញុំបង្ហាញហ្នឹងបាទគេដាក់ថា account detail បងប្អូនចុចមកបន្តមកទៀតបងប្អូនមើលខាងក្រោមគេផុតគេដាក់ថា show screen បាទអញ្ចឹងបងប្អូនចុចខាងក្រោមហ្នឹងមកបាទចុចប៉ាំងមកបន្តមកទៀតយើងចុចទៀត get start pro queue បាទបន្តមកទៀតយើងចុចតទៅមុខទៀតចុចខាងក្រោមណាបាទបន្តមកទៀតយើងចុច continue បន្តមកទៀតយើងចុចយកខាងលើម្ដងបន្តមកទៀតយើងចុចយក continue ម្ដងទៀតអូខេបន្តមកទៀតកន្លែងនេះគេបញ្ជាក់ password យើងសារថ្មីយើងដាក់មកអូខេបន្ទាប់ពីបងប្អូនដាក់ password បញ្ជាក់សារថ្មីហើយ password ដែលយើង login ចូលជាមួយ Trust Wallet មុនហ្នឹងបាទយើងដាក់មកហើយបន្តមកទៀតបងប្អូនចុច next
បាទ khêu ហ្នឹងបន្តមកទៀតកន្លែងនេះបងប្អូនសង្កត់ឲ្យជាប់បាទសង្កត់ឲ្យជាប់ទៅវាវិលហើយបន្តមកទៀតនេះ screen key របស់យើងបាទអញ្ចឹងបងប្អូនអាច copy វាមកហើយរក្សាទុកឲ្យស្រួលបងប្អូនព្រោះហ្នឹងវាសំខាន់ខ្លាំងណាយើងអាចយកទុកណាក៏បានដែរបាទដែលយើងគិតថាវាសុវត្ថិភាពឬយើងអាចយកទៅ note ទុកឬក៏និយាយចំទៅបងប្អូនធ្វើមិនក៏ដោយឲ្យគិតថាវាសុវត្ថិភាពសម្រាប់បងប្អូនទុកឲ្យកុំឲ្យបាត់កុំឲ្យភ្លេចណាអូខេកន្លែងនេះយើងចុច copy មកឥឡូវយើង copy យើងចូលទៅ note សម្រាប់ខ្ញុំយកទៅ note អូខេពាក់ព័ន្ធទៅនឹង note បើសិនជាទូរស័ព្ទបងប្អូនអត់មានអាច down ពីក្នុង Play Store ឬ App Store ដោយសារតែខ្ញុំមានហើយអញ្ចឹងខ្ញុំដាក់ចូលទៅ note បាទបន្តមកទៀតខ្ញុំចុចសញ្ញាបូកដើម្បី note ទុកអូខេបន្តមកខ្ញុំផាសចូលបាទអូខេតែប៉ុណ្ណឹងយើងបានលេខកូដសម្ងាត់12ខ្ទង់របស់យើងមកហើយអូខេបន្តមកទៀតយើងអ្វីដែលយើងត្រូវធ្វើយើងចូលទៅកាន់ privilege សាដើមបាទបន្ទាប់ពីយើងចូលទៅកាន់ privilege បាទអញ្ចឹងនៅក្នុងនេះគឺចូលដំណាក់កាលទី5អញ្ចឹងបងប្អូនយកលេខកូដហ្នឹងយកមកបំពេញមក12ខ្ទង់ហ្នឹងបាទតាំងពី1ទៅដល់12ហ្នឹងបងប្អូនយកបំពេញដូចគ្នានឹងមកអញ្ចឹងនេះមក clear បាទនេះគឺទី1បងប្អូនឃើញមក clear របស់គេទី2បាទទី3បាទទី4ទី5ទី6ទី7ទី8បាទទី9ទី10បាទ11ខាងក្រោមផុតគឺ12ហ្នឹងឯងឃើញទេបងប្អូនបាទគឺ12ខ្ទង់ហ្នឹងអញ្ចឹងបងប្អូនយកមកបំពេញមកបងប្អូននឹងចេញតម្រងចេះដូចខ្ញុំហើយណាបន្តមកទៀតបងប្អូនចុចនៅខាងក្រោមបាទចុចខាងក្រោម continue ហ្នឹងមកវានឹងបញ្ជូនបងប្អូនមកកន្លែងមួយទៀតឲ្យយើងបាទឲ្យយើងដាក់ password អញ្ចឹង password បងប្អូនដាក់មិនដាក់ទៅឲ្យតែចាំខ្លួនឯងទៅបាទយើងដាក់ដូចបង្កើត Travelit ក៏បានដែរបាទយើងឲ្យតែចាំខ្លួនឯងទៅបាទបងប្អូនចុចខាងក្រោមខាងលើហ្នឹងគឺយើងដាក់លក្ខណៈ strong មកបងប្អូនគឺមានអក្សរតូចលេខអក្សរធំនិមិត្តសញ្ញាអញ្ចឹងទៅតែធ្វើមិនក៏ដោយឲ្យចាំកុំភ្លេចណាអូខេបន្ទាប់ពីរួចរាល់ហើយគឺយើងចូលដំណាក់កាលទី7គឺយើងបងប្អូនចុចនៅខាងក្រោមដែលខ្ញុំបានគូវងហ្នឹងទៅ skip ហ្នឹងទៅបាទដើម្បីយើងរំលងចោលតែម្ដងបើយើងចង់ប្រើមុខងារ scan អាហ្នឹងយើងចុចខាងលើទៅតែបើយើងមិនចង់ប្រើយើងចុច skip អូខេបាទបន្តមកទៀតវានឹងចូលមកដល់រួចរាល់អញ្ចឹងឲ្យយើងរងចាំបាទយើងរងចាំប្រហែលជាចន្លោះពី1នាទីទៅ2នាទីយើងនឹងចូលទៅក្នុង privilege បានឲ្យជោគជ័យហើយបងប្អូនអូខេហ្នឹងហើយបងប្អូនបន្ទាប់ពីយើងចូលមកដល់ក្នុង privilege វានឹងចេញទម្រង់បែបនេះហើយអញ្ចឹងបាទអញ្ចឹងបងប្អូនបាទកាលណាដែលយើងមិនចង់ឃើញវាយើងអាចចុច tray 3នៅចិត្តវាហ្នឹងទៅតោះមកយើងចុចខាងក្រោមផុតសញ្ញារូបភ្នែកហ្នឹងដើម្បីកុំឲ្យយើងមើលឃើញអញ្ចឹងយើងចុចបិទវាចោលទៅយើងទុកទៅកាលណាដែលយើងចង់មើលទៅបានហើយសម្រាប់ខ្ញុំគឺបាទគឺខ្ញុំចូលចិត្តកាក់ប្រហែលប្រភេទនេះអូខេអ្វីដែលយើងត្រូវធ្វើបងប្អូនអាចចូលទៅក្នុង channel Telegram របស់ខ្ញុំបានបាទសម្រាប់បងប្អូនដែលអត់ស្គាល់ channel Telegram ខ្ញុំបងប្អូនអាច search បាទដាក់ថា TT Exchange ចឹងមកតែសម្រាប់បងប្អូនដែលបានស្គាល់ហើយមិនបាច់ search ទេបាទយើងចុចទៅលើហ្នឹងមកបន្តមកទៀតបងប្អូនចុចដល់លើ channel Telegram របស់ខ្ញុំបងប្អូនចុចថា learn more បាទតោះបងប្អូន copy ឡើងនេះបាទដោយសារខ្ញុំទុកឡើងនេះដើម្បីបងប្អូនស្រួលយកណាអូខេឥឡូវយើងចេញទៅក្នុង privilege ទាំងអស់អូខេឥឡូវនេះយើងចូលមកដល់ក្នុង privilege ហើយអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនគ្រាន់តែបាទចុចផាសនៅក្នុងហ្នឹងទៅបាទនេះពាក់ព័ន្ធទៅនឹងកន្លែងឆែកប្រតិបត្តិការពាក់ព័ន្ធទៅនឹងការបាញ់ចេញបាញ់ចូលរបស់ CTC នឹងឯងបងប្អូនអញ្ចឹងសម្រាប់កាក់ CTC របស់យើងឈ្មោះពេញរបស់គេតាន់តិនបងប្អូនហ្នឹងហើយអាចនិយាយថាពិបាកហៅតិចហើយបងប្អូនអូខេឥឡូវយើងបន្ទាប់ពីចូលមកបែបហ្នឹងហើយអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនចុចពាក្យថា connect នៅលើនេះណាបាទចុច connect មកអូខេបន្តមកទៀតបងប្អូនចុចពាក្យថា install privilege ចុចឡើងនេះមកបាទបន្តមកទៀតបងប្អូនចុចពាក្យថា connect អូខេវាកំពុងទៅវល់បន្តមកទៀតបងប្អូនចុចពាក្យថា approve បន្តមកទៀតបងប្អូនចុចពាក្យថា swipe បាទបន្ទាប់ពីធ្វើបែបហ្នឹងហើយគឺជោគជ័យហើយបាទអញ្ចឹងកន្លែងនេះគឺយើងអាចអូសក្រវត្តចោលបាន clear all មកយើងចុចញ៉ាបូកបាទអញ្ចឹងយើងចូលទៅក្នុង wallet របស់យើងតើវាមានអីប្លែកអូខេឥឡូវនេះយើងឃើញកាក់មួយបានបង្ហាញខ្លួនអានេះហើយគឺបាទ CTC នឹងឯងឈ្មោះថាតាន់តិននឹងឯងបងប្អូន
អញ្ចឹងយើងចុចកន្លែងហ្នឹងមកចុចលើវាទៅបងប្អូននឹងឃើញតម្លៃរបស់វាហើយកន្លែងនេះយើងចង់មើលតម្លៃវាសរុបទាំងអស់តាំងពីវាចាប់ផ្ដើមចូលក្នុង website នេះដំបូងតម្លៃប៉ុន្មានគឺយើងបានដឹងទាំងអស់អូខេបាទអញ្ចឹងរបៀបភ្ជាប់ MetaMask ជាមួយនឹង Privilege មានតែប៉ុណ្្នឹងទេបាទដើម្បីឲ្យបងប្អូនយើងងាយស្រួលក្នុងការមើលតម្លៃហើយនៅក្នុងនេះក៏យើងអាចទុកកាក់បានដែរបើសិនជាបងប្អូនចង់ទុកអូខេអរគុណច្រើនបាទសង្ឃឹមថាបងប្អូនយើងនឹងចេះមើលទាំងអស់គ្នានឹងចេះធ្វើទាំងអស់គ្នាអូខេអរគុណច្រើនបាយបាយជម្រាបលាចាំជួបគ្នាវីដេអូក្រោយហើយបងប្អូនយើងកុំភ្លេច like Subscribe នៅ Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបាទអូខេអរគុណច្រើនបាទ